សិនជាយើងតាមដានស្ថានភាពថៃមួយរយៈនេះបងប្អូនគឺការចាត់សង្វេយចំពោះជនជាតិថៃមែនតើការចាត់សង្វេយចំពោះជនជាតិថៃជាពន់ពេកណាបងប្អូនណាជាពន់ពេកបងប្អូនចាមិនដឹងថាវិញ្ញាណខាងណាចូលសន្ធិដ្ឋឬមួយក៏ថៃនឹងភ័យពេកចឹងណាបងប្អូនទៅវង្វេងនិយាយអត់ដឹងលេចអត់ដឹងកើតទៅមុខទៅក្រោយហើយលែងមានការអ៊ីតខ្មាស់បែបហ្នឹងបងប្អូនយល់ទេខ្ញុំមិនមែនចូលនិយមអីណាបងប្អូនប៉ុន្តែខ្ញុំអត់ដែរឃើញជាតិសាសណាដែលបកកាយកុហកបកកាយកលិចកលុចហើយពូកាយកន្លៃរឿងណាបងប្អូនណាចាកន្លៃរឿងប្រាប់គេដល់ថ្នាក់គេអត់ជឿហើយខំប្រមូលអន្តរជាតិមកអង្គុយស្ដាប់ខ្លួនឯងកន្លៃរឿងបងប្អូនស្ដាប់តែប៉ុណ្្នេះដឹងហើយអាពេលដែរតាហ៊ានថៃចូលមកបាញ់តាហ៊ានខ្មែរស្លាប់នៅពេលប្រកបលំទាំងដែរតាហ៊ានខ្មែរហ្នឹងកំពុងតែស្លៀកខោខ្លីណាហើយអត់មានការអាវុធអីនៅក្នុងដៃទេនៅក្បែរលេណាថានោះដល់ពេលចឹងទៅថៃវាដើរទៅប្រាប់អន្តរជាតិថាខ្លួនវានឹងប្រើសិទ្ធិការពារខ្លួនវាបាញ់នឹងការពារខ្លួនទាំងដែរវាចូលមកបាញ់គេនៅក្នុងទឹកដីរបស់គេនេះវាលោបឆ្មក់បាញ់បងប្អូនយល់ទេហើយវាទៅដើរប្រាប់គេថាវាទៅដើរប្រាប់អន្តរជាតិថាវាប្រើសិទ្ធិការពារខ្លួនទេតែរឿងមួយហ្នឹងបងប្អូននឹងថាវាល្បិចប៉ុណ្ណាវាប្រឹងកន្លៃរឿងវាប្រឹងដោះសារដើម្បីវាការពារខ្លួនវាបងប្អូនយល់ទេពោះរឿងទី2ថៃបិទច្រកព្រំដែនខ្លួនឯងសោះដល់ពេលខ្មែរពជាពេលបើកវិញចោទថាខ្មែរនឹងមិននាំតំណែងចូលអត់នាំតំណែងចូលអត់នាំអីចឹងបងប្អូនទាំងដែរវាអ្នកបិទច្រកព្រំដែនជាឯកតោភាគីខ្លួនឯងវាបិទខ្លួនឯងវាអ្នកចងហេតុអីក៏វាឲ្យយើងនឹងអ្នកស្រាយហែងត្រូវចងហែងត្រូវស្រាយហែងអត់មានត្រូវខ្លួនឯងទៅចងឲ្យគេមកស្រាយទេអ្នកឯងត្រូវបិទចឹងក៏អ្នកឯងត្រូវបើកដែរចារឿងទី3ពេលដែររឿងនឹងចាប់ផ្ដើមកាត់ឡើងមកពលរដ្ឋថៃវងនាំគ្នារើសអើងខ្មែរហើយដេញពលករខ្មែរនឹងឲ្យមកផ្ទះវិញឲ្យមកប្រទេសយើងវិញចឹងណាបងប្អូនដល់ពេលហើយមេដឹកនាំខ្មែរគឺគាត់បានហៅពលរដ្ឋខ្មែរនឹងឲ្យត្រឡប់មកចូលប្រទេសយើងវិញហ្នឹងហើយធ្វើការធ្វើអីក្នុងប្រទេសយើងទៅមានណាបងប្អូនឲ្យលែងថៃពួកវានាំគ្នាស្រែកក្តាញ់ក្តាយមួយម៉ែមួយដូចខ្មោចចូលដូចរបៀបថាកំរៅចូលចឹងណាបងប្អូនណាចាវិស័យថាខ្មែរអត់មានសិទ្ធិហៅពលករទៅស្រុកវាវិញទេណាអត់មានសិទ្ធិហៅពលករមកចូលស្រុកវិញមិនក្រែងហែងរើសអើងគេក្រែងហែងដេញគេមកស្រុកគេវិញហើយដល់ពេលឥឡូវពេលដែលគេថ្នាក់ដឹកនាំគេមេដឹកនាំគេហៅពលករគេចូលមកស្រុកវិញមិនហែងចាញ់មកនាំគ្នាស្រែកថាគ្មានសិទ្ធិហៅពលករទាំងដែលហែងដេញខ្មែរដេញពលករខ្មែរចេញពីស្រុកហៃសោះអានេះល្បិចក៏ល្បិចចង់និយាយថា100ចំពោះមកបងប្អូនឯងចាំបានខ្ញុំនិយាយថាចេះគ្មានសាសនាគ្មានប្រទេសណាដែលអាក្រក់ខូខើល្បិច100ចំពោះហើយបកាយកន្លៃរឿងដូចថៃទេបងប្អូនខ្ញុំមិនដែរឃើញទេដល់ពេលមានរឿងចឹងបានខ្ញុំភ្លឺភ្នែកស្វាងភ្នែកមកថាថៃនេះបកាយណាបងប្អូនណយ100ចំពោះល្បិចរឿងទី4ពេលថៃគម្រាមកាត់ផ្ដាច់ភ្លើងបងប្អូនពេលហ្នឹងថៃមិនគម្រាមកាត់ផ្ដាច់ភ្លើងហើយមិនផ្ទុះព័ត៌មានអីពេញហ្នឹងវាកាត់ផ្ដាច់ភ្លើងវាកាត់ផ្ដាច់អ៊ីនធឺណិតដល់ពេលខ្មែរចាប់ផ្ដើមនាំគ្នាកាត់មុនណាខ្មែរពេលហ្នឹងខ្មែរកាត់មុនអត់ឲ្យវាកាត់បានមុនទេបងប្អូនចាកុំឲ្យយើងថោកដល់ពេលខ្មែរចាប់ផ្ដើមកាត់មុនវានាំគ្នាស្រែកថាខ្មែរនឹងយល់ច្រឡំនាយករដ្ឋមន្ត្រីវាចេញមកនិយាយថាខ្មែរនឹងយល់ច្រឡំថាឲ្យវាថាព័ត៌មាននឹងវាបានចេញជាផ្លូវការទេអីណានៃកម្ពុជាយល់ច្រឡំចឹងអីណានៃបងប្អូនឃើញកលិចកន្លោចចឹងណាពួកនេះអត់បានចូលរឿងបន្តទៀតថៃចង់ច្បាំងដល់ពេលខ្មែរដឹកសភាវុធទៅច្បាំងថៃថាខ្មែរនឹងតម្រង់កំភ្លើងអីដាក់ប្រទេសខ្លួនហើយចង់បង្កើតសង្គ្រាមឡើងញ័រខ្លួនដល់ពេលខ្មែរប្រមូលបាញ់គ្នាមួយស្មើថៃស្ងាត់ដូចគេចុកអាហ្នឹងវាចឹងណាបងប្អូនទេចាហើយវាចោតមកខ្មែរយើងថាអញ្ចឹងមិនបានប្រវាយកណ្ដុងទៅប្រទេសវាអញ្ចឹងមិនបានប្រវាយកណ្ដុងទៅស្រុកវាអញ្ចឹងហើយឯងឈួតហីឯងចង់និយាយថាក្បួនសឹកសង្គ្រាមមួយណាដែលធៀមកំភ្លើងហើយធៀមកណ្ដុងហើយប្រវាយមកផ្ទះខ្លួនឯងហើយឡប់មែនចង់និយាយថាពួកវាភ័យបងប្អូនដល់ពេលចឹងទៅវាចេះតែរករឿងចោតមកខ្មែររហូតហើយចង់និយាយថាអាចចំណុចដែលវាចោតមកខ្មែរថាអញ្ចឹងខ្មែរយើងវាថារៀបចំកំភ្លើងរៀបចំកណ្ដុងអីហើយប្រវាយទៅផ្ទះវាក្បួនសឹកហៃមួយណាដែលរៀបចំកណ្ដុងរៀបចំអីហើយប្រវាយទៅផ្ទះខ្លួនឯងប្រវាយទៅផ្ទះខ្លួនឯងមិនបាញ់ផ្ទះខ្លួនឯងហើយឬមួយក៏ពួកហៃនឹងពេលចេញធ្វើសឹកសង្គ្រាមរៀបចំកំភ្លើងរៀបចំអីហើយនាំគ្នាបាញ់ខ្លួនឯងនាំគ្នាបាញ់ផ្ទះខ្លួនឯងតែគេប្រវាយកណ្ដុងគេរៀបចំគេអីហើយអាហ្នឹងគេប្រវាយទៅសត្រូវទៅផ្ទះសត្រូវហីពួកអស់នេះនិយាយចេញមករបៀបថាវាចេះតែមានរឿងរហូតបងប្អូនយល់ទេហើយរឿងមួយហ្នឹងខ្ញុំហួសចិត្តហ្មងហើយប្រហែលថ្ងៃមុនថៃមិនបិទច្រកព្រំដែនទៅទេបងប្អូនចាបិទដោយឯកតោភាគីមុនក្រោយមកកម្ពុជាក៏បានប្រមានណាចាខាងកម្ពុជាយើងហ្នឹងក៏បានប្រមានមិនឲ្យមានការនាំចូលបន្លែឬមួយក៏ផ្លែឈើពីថៃចូលមកកម្ពុជាតាមច្រកទាំងអស់នេះទេបើថៃមិនព្រមបើកច្រកជាប្រក់ក្តីឡើងវិញនោះដល់ពេលហើយបងប្អូនដឹងមិនទេអាអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃហ្នឹងពេលដែលវាលឺទាំងអស់ហ្នឹងវាក៏និយាយមកកម្ពុជាវិញថាអញ្ចេះអ្នកចិត្តខាងល្អអត់គួរធ្វើអញ្ចឹងទេអត់គួរធ្វើអញ្ចឹងទៅវិញទេហើយចុះពួកហៃនាំគ្នាបិទព្រំដែនជាឯកតោភាគីមុនហៃមិននិយាយហៃមិននិយាយត្រង់ចំណុចហ្នឹងហៃមិននិយាយពួកហៃអ្នកបង្កើតភ្លើងមុនតែហៃបង្កើតភ្លើងមុនអាហ្នឹងវាមានភ្លើងមានផ្សែងហើយសុភាសិតមួយឃ្លាដែលគេតែងតែនិយាយថាអ្នកណាអ្នកចោមអ្នកនឹងអ្នកស្រីអញ្ចឹងពួកហៃអ្នកចោមហៃអត់មានត្រូវឲ្យកម្ពុជាចូលមកស្រីទេយល់ទេហៃអ្នកចោមអញ្ចឹងហៃអ្នកត្រូវស្រីគ្រាន់តែលើកម្ពុជាប្រមានបិទមិនឲ្យមានការនាំចូលបន្លែផ្លែឈើពីថៃចូលមកកម្ពុជាតាមច្រកទាំងអស់ហ្នឹងបងប្អូនវានាំគ្នានិយាយបដ ாய் អាអ្នកនាំពាក្យក្រសួងការបរទេសថៃនោះវានិយាយបដ ாய் វាថាអ្នកចិត្តខាងល្អអត់គួរធ្វើអញ្ចឹងទេហើយចុះហៃអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុននេះហៃមិននិយាយខាងហៃអ្នកបករឿងមុនហៃមិននិយាយហៃចង់ឲ្យគេអញ្ចឹងហៃចង់ហៃបករឿងហៃចង់បករឿងពេលណាហៃបករឿងពេលណាហៃចង់អុកលុកគេពេលណាហៃអុកលុកគេពេលហ្នឹងអញ្ចឹងហៃឲ្យគេតាមដោះស្រាយបញ្ហាហៃតាមក្រោយរហូតមិនក៏មិនរឿងបន្តទៀតដៃប្របាក់នឹងយល់ហ្នឹងបងប្អូនចាថៃវានិយាយក្តាញ់វានិយាយចេញពីមាត់វាបងប្អូនណាវាថាវាចង់បានវាចង់ស្របច្បាប់វាចង់បានយុត្តិធម៌វាចង់បានសន្តិភាពប៉ុន្តែដល់ពេលខ្មែរប្រមូលឡើងទៅតុលាការអន្តរជាតិ ICJ ដោះស្រាយបញ្ហាហ្នឹង
វានាំគ្នាបដិសេធបងប្អូនមាត់វានិយាយប៉ុន្តែចិត្តវាបដិសេធដល់បងប្អូនយល់ទេចង់បានន័យថាមាត់វាកំពុងតែក្បត់ចិត្តឲ្យបងប្អូនចាវានិយាយចាតែបានវានិយាយវាថាវាចង់បានភាពស្របច្បាប់វាចង់បានយុត្តិធម៌វាចង់បានសន្តិភាពតែដល់ពេលខ្មែរយើងបបួលឡើងទៅតុលាការអន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ហាវានាំគ្នាបដិសេធតែម្ដងឥឡូវបងប្អូនគិតតើប្រហែលចំណុចហ្នឹងដែលខ្ញុំលើកមកនិយាយបងប្អូនដឹងឯថាពីសម្ដានរបស់ថៃនឹងវាមិនខ្ញុំមិនមែនចូលនិយមនិយាយញុះញង់អីឲ្យបងប្អូនអីស្អប់ថៃស្អប់អីទេប៉ុន្តែអានេះប្រហែលចំណុចដែលលើកយកមកនិយាយហ្នឹងល្មមឲ្យបងប្អូនចេះគិតថាថៃហ្នឹងវាមានរបៀបថាខួរក្បាលវាគិតរឿងអីខ្លះហើយឥឡូវហ្នឹងវាកំពុងតែរបៀបថាការទុំមិនសុខចិត្តឬមួយក៏ឈឺក្បាលអីវាកំពុងតែរនឹកធ្វើម៉េចឲ្យឈ្នះកម្ពុជាប៉ុន្តែហែងឈ្នះអត់កើតទេអើយចង់និយាយថាពួកឯងឥឡូវកំពុងតែសារអាក្រក់ខ្លាំងណាស់និយាយទៅវាក្លុកយើងគ្រប់សពបងប្អូនហើយមួយទៀតវាបកាយកន្លែងរឿងណាបងប្អូនវាហៅអន្តរជាតិឡើងប្រមាណប្រទេសមកប្រជុំមកឲ្យគេមកអង្គុយស្ដាប់វាកន្លែងរឿងវាថាវាបាញ់ការពារខ្លួនទេណាវាការពារបរណភាពទឹកដីរបស់វាចង់ស្របច្បាប់វាចង់បានភាពស្របច្បាប់វាចង់បានយុត្តិធម៌វាចង់បានសន្តិភាពណាហើយវាក្លុកយើងរហូតវាខំប្រឹងក្លុកយើងរហូតដល់ពេលវាក្លុកយើងអត់បានវាទៅហៅគេមកឲ្យអង្គុយស្ដាប់វាកន្លែងរឿងកន្លែងអីចឹងទៅអន្តរជាតិដូចជា40ប្រទេសហ្នឹងហើយមកឲ្យមកអង្គុយស្ដាប់វាកន្លែងរឿងកន្លែងអីចឹងណាបងប្អូនចាហើយក៏ទៅពួកនេះខួរក្បាលវាធម្មតាបងប្អូនបីសាចាវាតែងតែខ្លាចពលឺហើយយល់ទេអញ្ចឹងចៅវាតែងតែខ្លាចតឡាការហើយបើសិនជាពួកវាធំត្រូវដូចយើងវា slot mode ដូចយើងស្មោះត្រង់ដូចយើងអីចឹងវាខ្លាចអីនឹងឡើងតឡាការបងប្អូនចាវាអត់ខ្លាចទេប៉ុន្តែដោយសារតែពួកវាដឹងថាពួកវាចោលបើសិនជាពួកវាឡើងតឡាការណាគឺខ្មែរយើងឈ្នះក្តី1លានហ្មង1លាន%ហ្មងខ្ញុំហ៊ាននិយាយចឹងហើយខ្ញុំពិតជាមានមោទនភាពមែនតើបងប្អូនទៅលើបងដែលគាត់គឺជាកងទ័ពកងកម្លាំងជួរមុខមិនថាកងកម្លាំងនៅណាក៏ដោយគឺខ្ញុំមានមោទនភាពចំពោះគាត់មែនតើជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ជាពិសេសសម្ដេចពុកហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺលោកខិតខំប្រឹងប្រែងណាស់បងប្អូនហើយចាមានរឿងប៉ុណ្្នឹងហើយលោកនៅតែព្យាយាមលើកទឹកចិត្តបងប្អូនខ្មែរយើងកុំឲ្យបាក់ទឹកចិត្តឬមួយក៏កុំឲ្យគិតរឿងអីចង់ផ្សេងពីនឹងចឹងណាបងប្អូនចាគឺលោកអត់ចង់ឲ្យមានបញ្ហាទេចង់បានលោកខិតខំប្រឹងប្រែងណាស់ខ្ញុំសំណូមពរបងប្អូនទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាលោកអត់ធ្វើឲ្យពួកយើងឬមួយក៏អត់ធ្វើឲ្យប្រជាពលរដ្ឋរបស់លោកនឹងលំបាកវេទនាទេបងប្អូនចា